จะជំរាបសួរបងប្អូនប្រជាជនខ្មែរទាំងក្នុងប្រទេសខ្មែរហើយនឹងនៅឯនាយសមុទ្រចាអរគុណព្រះអង្គចាស់ដែលដំណឹងល្អព្រះអង្គចាស់នឹងបានសរសាយធ្វើឲ្យខ្ញុំនឹកឃើញព្រះបន្ទូលព្រះអង្គនិយាយថាកូនចៅឯងyour young man shall dream នៅគម្ពីរកិច្ចការចាបើឲ្យបងប្អូនសួរខ្ញុំតែចាំខកពីបងប្អូនសង្ឃឹមលើខ្ញុំគឺអស់សង្ឃឹមហើយសង្ឃឹមលើព្រះទៅកុំមកសង្ឃឹមលើខ្ញុំអីសង្ឃឹមលើខ្ញុំនាំតែអស់សង្ឃឹមទេអត់ចាំខកពីទេកន្លែងខ្លះនោះគឺនិយាយថាចែកថាកូនប្រុសកូនស្រីឯងនឹង dream ហើយកូនព្រះញាតិបរិសុទ្ធចាក់បង្ហូរនៅសម័យចុងក្រោយនេះកូនប្រុសកូនស្រីឯងហ្នឹងធ្វើការបម្រើព្រះអង្គនឹងគាត់ចង់និយាយចឹងព្រះចង់និយាយចឹងថាកូនប្រុសកូនស្រីឯងនឹងនិមិត្តសុបិនហើយនឹងមាន dream មាន version បើសិនជាភាសាអង់គ្លេសវិញនិយាយថាមានគោលដៅសម្រាប់ជីវិតមានការងារដែលព្រះអង្គឲ្យធ្វើមានអនាគតដែលព្រះអង្គចង់ប្រគល់ឲ្យធ្វើហើយជាពានរង្វាន់ដែលមិនពុករលួយទេបើយើងរកស៊ីធ្វើការហ្នឹងយើងមានប្រាក់មានផ្ទះពុករលួយផ្ទះឆេះបានលុយក៏ចាយតែមិនចេះមានយោបល់មិនចេះមានតម្រេះហ្នឹងគឺលុយខ្ចាត់ខ្ចាយអស់ហើយហ្នឹងហើយយើងមើលយើងកាន់លុយទៅឡើងសារមើលតាមចេះគិតហ្នឹងមកប្រុច2-300មកទីអត់មានបានអីសោះចាហ្នឹងអាលុយដែលសាស្តាថាលុយវាហើចោលយើងអញ្ចឹងប៉ុន្តែព្រះយេស៊ូវគ្រីស្ទជាប្រាជ្ញាជាយោបល់ជាតម្រេះដល់កូនណាដែលស្វះស្វែងរកព្រះអង្គហើយធ្វើតាមបំណងផាតីព្រះអង្គអញ្ចឹងឥឡូវនេះគឺបងប្អូនទាំងអស់គ្នាជាប្រជាជនខ្មែរហ្នឹងទាំងកូនប្រុសកូនស្រីហ្នឹងធ្វើការបម្រើព្រះអង្គអ្នកខ្លះច្រៀងក៏ច្រៀងពីរោះទៅព្រះអង្គដាក់អំណោយទានឲ្យច្រៀងសរសើរព្រះអង្គខ្លះលេងព្យ៉ាណូខ្លះទៀតដឹកជញ្ជូនទៅព្រះវិហារខ្លះទៀតក៏ឡាយបម្រើព្រះអង្គខ្លះទៀតក៏ធ្វើវីដេអូខ្លះទៀតក៏ធ្វើការចែកចាយភោគទ្រព្យគាត់ឲ្យគេអញ្ចឹងទៅខ្លះក៏អត់ធ្មត់ខ្លះក៏ចេះផ្សះផ្សាបងប្អូននឹងខ្ញុំសប្បាយចិត្តមែនតែនបងប្អូនសូមគិតមើលរង្វាន់ដែលនៅអកលដែលមិនចេះពុករលួយចាបើកឆាកខ្ញុំគឺសប្បាយចិត្តជាមួយព្រះអង្គម្ចាស់ណាបងប្អូនខ្ញុំសង្ឃឹមថាបងប្អូនយកព្រះអង្គជាទីសង្ឃឹមហ្នឹងហើយជាទៀតកុំមើលមនុស្សយកព្រះអង្គជាទីសង្ឃឹមចាឥឡូវនេះគឺតទៅដល់ថ្ងៃមុននឹងខ្ញុំធ្វើវីដេអូខ្លីបន្តិចនឹងខ្ញុំចង់សាកតើដូចថាវាមានភាពល្អល្អួរអីអញ្ចឹងនៅក្នុង policy Facebook អីអញ្ចឹងណាឥឡូវខ្ញុំធ្វើវីដេអូនេះគឺនៅម៉ាថាយចំពោះ23ដដែលហ្នឹងគឺខ្លីៗទេបងប្អូននៅខ13ចាអញ្ចឹង